ចាខ្ញុំចង់ចែករំលែកតាក់ទងនឹងចំណេះដឹងទូទៅអំពីកុមារអូទីសឹមដោយសារតែមានប៉ាម៉ាក់ឬក៏អ្នកព្យាបាលមួយចំនួនគាត់តែងតែសួរថាតើមានការសម្គាល់បែបណាដែលអាចចាត់ទុកថាកូនគាត់ចូលជាអូទីសឹមឬក៏កូនគាត់មានការយឺតយ៉ាវនៅផ្នែកណាមួយចាអញ្ចឹងប៉ាម៉ាក់អាចសង្កេតតាមរយៈខាងក្រោមបានទី1តកតងនឹងភាសាចាភាសានិយាយហ្នឹងប៉ាម៉ាក់អាចសង្កេតទៅលើភាសារបស់គាត់បានទី2តកតងនឹងតំណែងសង្គមចាហើយទី3ហ្នឹងគឺតកតងជាមួយនឹងបញ្ហាញៀនចាបញ្ហាញៀននៅប្រទេសកម្ពុជាយើងគឺញៀនចែកជា5បងប្អូនប្រកាសជាដឹងហើយថាយើងមានញៀនឯកខ្លះចាហើយទី4ហ្នឹងគឺតកតងនឹងសកម្មភាពធ្វើអីដដែលចាសកម្មភាពធ្វើអីដដែលហ្នឹងក៏អាចចូលជាកុមារអូទីសឹមដែរបងប្អូនហើយតកតងនឹងទី5ហ្នឹងគឺការយល់ដឹងអញ្ចឹងប៉ាម៉ាក់ដែលមានកូនចាប់ពីមកខួប18ខែឡើងទៅឬក៏មកខួបជាងហ្នឹងប៉ាម៉ាក់អាចសង្កេតដែរតកតងនឹងការយល់ដឹងរបស់កុមារម្នាក់អញ្ចឹងណាតើអាយុគាត់ប៉ុណ្ណាឬក៏អាយុគាត់មួយខួប2ខួប3ខួបតើគាត់មានការយល់ដឹងបែបណាខ្លះប៉ាម៉ាក់ប្រកាសជាដឹងហើយអញ្ចឹងប៉ាម៉ាក់អាចព្យាយាមសង្កេតទៅនឹងការយល់ដឹងរបស់កុមារម្នាក់ហើយចំណុចទី6ហ្នឹងគឺកុមារអូទីសឹមគឺមានវិបត្តិអាកប្បកិរិយាចាវិបត្តិអាកប្បកិរិយាហ្នឹងគឺខុសគ្នាទាំងអស់សម្រាប់កុមារអូទីសឹមគឺអត់ដូចគ្នាទេអញ្ចឹងប៉ាម៉ាក់អាចសង្កេតទៅនឹងបញ្ហាវិបត្តិអាកប្បកិរិយាគាត់បន្ថែមទៀតចាហើយនាងខ្ញុំនឹងលម្អិតតកតងមួយចំណុចនៅក្នុងវីដេអូក្រោយទៀតចាសូមអរគុណ